វិការចំនួនជាង114លានរៀលជាឥណទានគម្រោងខ្នាតធំរបស់សម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ហៅកាត់ថាអាកាតាមរយៈមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញបានប្រគល់ជូនដល់គណៈកម្មការបណ្ដាញសុខដុមរមនាខេត្តសៀមរាបកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2012នៅសាលាក្រុងសៀមរាបលោកសុកវិសាលនាយកប្រតិបត្តិមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញបានដឹងថាថវិកាទាំងនេះជាឥណទានខ្នាតធំផ្ដល់ជូនសមាជិកសហគមន៍ចំនួន55គ្រួសារក្នុងចំណោម10សហគមន៍សម្រាប់យកទៅជួសជុលកែលម្អផ្ទះចាស់និងសាងសង់ផ្ទះថ្មីដែលក្នុងមួយគ្រួសារទទួលបានពី3ទៅ4លានរៀលហើយត្រូវសងរំលោះមកមូលនិធិវិញជារៀងរាល់ខែក្នុងរយៈពេល3ទៅ5ឆ្នាំទៅតាមកិច្ចសន្យាគម្រោងអាកាបានចាប់ផ្ដើមធ្វើសកម្មភាពរយៈពេល3ឆ្នាំមកហើយនៅអាស៊ីលើ19ប្រទេសជាង1000ស្រុកក្រុងដែលក្នុងនោះប្រទេសកម្ពុជាទទួលបាន20ក្រុងទាំងគម្រោងកែលម្អខ្នាតតូចនិងគម្រោងឥណទានខ្នាតធំដែលមានអ្នកក្រីក្រជាង100000គ្រួសារបានទទួលផលជារួមរយៈពេល20ឆ្នាំមកនេះគោលដៅសំខាន់របស់ម្ចាស់ជំនួយគឺសម្ដៅឲ្យអ្នកក្រីក្រទាំងអស់ចេះរួមគ្នាជួយខ្លួនឯងជួយក្រុមគ្រួសារជួយសហគមន៍និងជួយដល់សង្គមជាតិដើម្បីការរស់នៅសុខសាន្តសម្រាប់មនុស្សគ្រប់គ្នាលើភពផែនដីលោកស្រីកុយវិសាលអភិបាលរងក្រុងសៀមរាបក្នុងនាមអាជ្ញាធរមូលដ្ឋានបានសម្ដែងការគាំទ្រចំពោះគម្រោងការរបស់មូលនិធិក្នុងការជួយដល់ជនក្រីក្រពិសេសសមាជិកសហគមន៍ក្នុងក្រុងសៀមរាបលោកស្រីអភិបាលរងបានមានប្រសាសន៍ថាតាមការអង្កេតឆ្នាំ2009លើ13សង្កាត់ក្នុងក្រុងសៀមរាបមានតំបន់អ្នកក្រីក្រ68តំបន់ដែលតំបន់ខ្លះពាក់ព័ន្ធទៅនឹងដីគ្រប់គ្រងដោយអាជ្ញាធរអប្សរាដូចនេះការជួសជុលផ្ទះឬសាងសង់ផ្ទះថ្មីត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយជិះវៀងធ្វើរួចហើយតម្រូវឲ្យមានការរុះរើបដូរទីតាំងថ្មីនាំឲ្យមានការខាតបង់ក្នុងឱកាសនោះក្រៅពីការផ្ដល់ឥណទានក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរក្រុងនិងមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញដើម្បីរួមគ្នាជួយជ្រោមជ្រែងការងារកែលម្អក្រុងនិងដំណើរការឥណទានជួយជនក្រីក្រក្នុងមូលដ្ឋាន